បានសួស្តីទាំងអស់គ្នានៅខាងមុខខ្ញុំនេះគឺជាប្រភេទ Ford Ranger Sport model ថ្មីដែលក្រុមហ៊ុន Ford ទើបតែបើកទទួលកក់ឥឡូវនេះគឺមកដល់ហើយចំពោះប្រភេទ Ford Ranger Sport នេះផងដែរគឺយើងមាន2ជម្រើសយើងមានជម្រើសម៉ាស៊ីន 2.0 4ម៉ាស៊ីនម៉ាសុទ្ធហើយនិង 3.0 6ម៉ាស៊ីនម៉ាសុទ្ធហើយខាងមុខខ្ញុំនេះគឺជាប្រភេទ option 3.0 6ម៉ាស៊ីនបាទនេះយើងមានដាក់នៅចំហៀងនេះគឺ2 បងប្អូនបាទ2 6ម៉ាស៊ីនហើយចំពោះការ design នេះគឺស្អាតមែនតើបងប្អូនគឺប្រភេទខ្មៅយ៉ាន់ខ្មៅបណ្ណាមុខខ្មៅកញ្ចក់ខ្មៅមើលមកគឺលេចមែនតើពិសេសជាមួយនឹងពណ៌សនេះគឺមើលមកបែប sport តែម្ដងបាទបងប្អូនឃើញយ៉ាន់ប្រភេទយ៉ាន់ខ្មៅរលោងស្អាតជាមួយនឹងបណ្ណាខាងមុខយើងប្រភេទខ្មៅជាមួយនឹង logo ថ្មីសម្រាប់ logo ថ្មីនេះផងដែរគឺប្លែកពី model ពីមុនបងប្អូនគឺពណ៌សវ័នសគឺមើលមកគឺដឹងប្រភេទ model ថ្មីរបស់ Ford តែម្ដងបាទឥឡូវនេះយើងទៅមើលផ្នែកខាងក្រោយទាំងអស់គ្នាថាមានការ design ថ្មីកន្លែងណាខ្លះចំពោះផ្នែកខាងក្រោយគឺយើងបាន design មកបែប stop ខ្មៅបងប្អូនខ្មៅអញ្ចឹងបងប្អូនយកទៅគឺមិនបាច់ធ្វើការលេងបិទស្គុតខ្មៅគឺស្អាតតែម្ដងជាមួយនឹង LED ចាំងស្អាតមែនតើទោះបីយើងពេលថ្ងៃក៏មើលមកឃើញលេចស្អាតហ្មងហើយចំពោះចំហៀងក៏យើងមានបំពាក់មួយឆ្នន់ជាន់ចំហៀងមកទាំងសងខាងដូចគ្នាបាទហើយចំពោះផ្នែកខាងក្រោយក៏យើងមានអក្សរ Sport នៅពីខាងក្រោយនេះដើម្បីយើងបញ្ជាក់ថាប្រភេទ Ranger Sport ជាមួយនឹង logo ថ្មីកាមេរ៉ាផ្នែកខាងក្រោយមកក្បត់ឥឡូវយើងទៅមើលខាងក្នុងទាំងអស់គ្នាបងប្អូនបាទចូលមកដល់ផ្នែកខាងក្នុងគឺមានការ design ស្អាតប្លែកមែនតើបងប្អូនអត់ចាញ់ប្រភេទ model Track Raptor នេះគឺប្រភេទកៅអីនេះគឺកៅអីស្បែកបងប្អូនកៅអីស្បែកនេះគឺ design បែបពីរពណ៌បងប្អូនខាងក្រោមពណ៌ខ្មៅខាងលើនេះពណ៌ប្រផេះអញ្ចឹងយើងមើលមកគឺស្អាតពីរពណ៌លេចមែនតើហើយចំពោះទំហំគឺធំបងប្អូនងាយស្រួលអង្គុយបងប្អូនមានធំហ្នឹងក៏អង្គុយមកពេញខ្នងស្រឡះល្អដែរហើយអ្វីដែលកាន់តែពិសេសហើយពីមុនមកដែរមានបងប្អូនគឺប្រភេទ Ranger Sport នេះគឺយើងបានបំពាក់មកជាមួយនឹងជាកោះលេខ e-shifter ជំនាន់ថ្មី10លេខអូតូបងប្អូននេះដូចបងប្អូនឃើញហ្នឹងគឺប្រភេទជាកោះលេខ e-shifter បងប្អូនគឺទំនើបមែនទែនហើយមិនធម្មតាប្រភេទជាកោះលេខ e-shifter នេះគឺយើងបានបំពាក់មកជាមួយប្រភេទប៉ុង 4A បងប្អូនបាទនេះបងប្អូន 4A ហើយចំពោះ 4A នេះគឺពីមុនមកគឺយើងមាននៅលើតែប្រភេទ Ranger Raptor ទេដែលមានបំពាក់ 4A នេះបងប្អូនបាទហើយមកជំនាន់ថ្មីនេះគឺធម្មតាប្រភេទ Ranger Sport តម្លៃ 40000 ជាងក៏យើងទទួលបានប្រព័ន្ធ 4A ដល់ទំនើបហើយជាមួយនឹងចង្កឹះលេខ e-shifter នេះផងដែរចំពោះអេក្រង់ផ្នែកកណ្ដាលនេះគឺមានទំហំធំមែនតើបងប្អូនរហូតដល់12អ៊ីងបំពាក់មកជាមួយនឹងប្រភេទ Sin 4ដែលបងប្អូនអាចធ្វើការ connect តាមរយៈទូរស័ព្ទដែលអាចប្រើ Apple CarPlay ឬក៏ Android Auto បានតែបងប្អូនអាចធ្វើការមើល map ផែនទីនៅលើនឹងផ្ទាល់ងាយស្រួលមែនតើដែលមិនបាច់ប្រើខ្សែគាត់តែបងប្អូន connect Bluetooth ទៅគឺប្រើបានហើយចូលមកផ្នែកខាងក្រោមនេះគឺយើងកំណត់ទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់បងប្អូនមានទាំងហាលបងប្អូនអាចសេរីកម្រិតសលេងក៏ដូចជាកម្រិតម៉ាស៊ីនត្រជាក់សងខាងហើយមកដល់ចង្កូតបងប្អូនចង្កូតគឺប្រភេទចង្កូតភ្លើងបងប្អូនហើយយើងមានបំពាក់មកជាមួយនឹងប្រព័ន្ធ set ល្បឿននៃ25 watt ក៏ដូចជាប្រព័ន្ធ limit speed នៅលើដៃចង្កូតនេះបងប្អូនបាទពីបងប្អូនឃើញអញ្ចឹងហើយចំពោះផ្នែកកតានេះគឺយើងមានមកប្រភេទ wireless charge ដូចគ្នាបងប្អូនបាទឥឡូវនេះខ្ញុំមកដាក់លេខអាយ៉ៃជូនបងប្អូនមើលនៅពេលដែលយើងអាយ៉ៃខាងក្រោយគឺវានឹងបង្ហាញកាមេរ៉ាជាមួយនឹងក្រងធំងាយស្រួលមែនតើនៅពេលដែលបួងចង្កូតឆ្វេងស្ដាំគឺវានឹងបង្ហាញជាគំនូសបង្ហាញបងប្អូនថាកង់យើងវាទៅខាងណាអញ្ចឹងបងប្អូនចុងក្រោយតើតើតម្លៃសម្រាប់ Ford Ranger Sport Option 2.0 តម្លៃ 44900 Option 3.0 6ម៉ាស៊ីនតម្លៃ 48900 សម្រាប់ព័ត៌មានបន្ថែមតើតើនឹងការរំលោះផ្សេងៗបងប្អូនអាចធ្វើការទំនាក់ទំនងទូរស័ព្ទដៃខ្ញុំខាងលើនេះបានសូមអរគុណ